តាបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលពីការចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសាររបស់ខ្ញុំនេះគឺជាកូនមាន់ដែលខ្ញុំភ្ញាក់ហើយខ្ញុំដាក់វាទុកមួយឡែកហើយខ្ញុំធ្វើត្រង់បែបហ្នឹងហើយទ្រាប់ស្លឹកគ្រៃបងប្អូនគឺយើងកាត់ស្លឹកគ្រៃទៅហាវាឲ្យស្ងួតហើយឬហើយយកវាមកទ្រាប់ឲ្យវាដេកចឹងបងប្អូនហើយយើងក៏ត្រៀមជាទឹកជាចំណីឲ្យវាទៅហើយនេះគឺជាពួកមេមាន់ពួចបងប្អូនប៉ុន្តែខ្ញុំបានត្រៀមឡាំងផ្សេងឲ្យវាក្រាបដែរប៉ុន្តែអត់ដឹងមិនទេបងប្អូនវាចូលចិត្តចូលក្រាបជាមួយគ្នាអញ្ចឹងបងប្អូនហើយអាមួយនេះក៏ដូចគ្នាដែរបងប្អូននេះក្រាបពីរក្បាលនៅក្នុងកន្លែងតែមួយអញ្ចឹងណាតែវាជាធម្មជាតិរបស់មាន់ស្រែទេបងប្អូនព្រោះមាន់ស្រែនេះបើអានេះវិញមិនមែនមកក្រាបនឹងត្រង់ណាបងប្អូនមកក្រាបនៅកន្លែងផ្សេងអញ្ចឹងណាបងប្អូនដែលមិនមែនជាត្រង់ណាដោយសារមាន់ស្រែគឺធម្មជាតិរបស់មាន់ស្រែគឺវាចូលចិត្តសេរីភាពអញ្ចឹងគឺវាបែបហ្នឹងនៅពេលដែលយើងចិញ្ចឹមហើយយើងចិញ្ចឹមដីឡូនៅចិត្តផ្ទះទៀតនេះបងប្អូនមើលសកម្មភាពវាដើរចឹកស៊ីដើរកកាយដើរអីចឹងណាអានឹងឯងគឺមាន់ស្រែគឺសេរីភាពបើយើងចិញ្ចឹមមាន់ស្រែគឺយើងត្រូវផ្ដល់សេរីភាពឲ្យវាចឹងណាបងប្អូនគឺវាចូលចិត្តណាសេរីភាពហើយនេះគឺជាឡាំងដែលខ្ញុំភ្ញាក់កូនមាន់របស់ខ្ញុំអានេះគេមានសីតុណ្ហភាពដាក់ទៅតាមដែលតម្រូវការរបស់កូនមាន់ស្រាប់ណាអានេះគឺខ្ញុំទិញម៉ូទ័រគេបងប្អូនហើយប្តីរបស់ខ្ញុំគាត់ភ្ជាប់ជាមួយនឹងឡាំងអានេះតម្លៃធូរថ្លៃទេបងប្អូនបើបងប្អូនចង់ទិញហើយភ្ញាក់ដូចខ្ញុំបងប្អូនអាចទិញតាមអនឡាញបានណាបងប្អូនកំងគេទៅហើយអានេះខ្ញុំយកពងមាន់យកមកដាក់គឺយើងដាក់លេខរៀងវាលេខរៀងទី1ទី2ហ្នឹងមានន័យថាយកមកពងទាពងរបស់វាហ្នឹងគឺមកមុនមកក្រោយអញ្ចឹងណាបងប្អូននេះមានភ្ញាក់ចេញមកខ្លះហើយយើងដាក់ទឹកនៅក្នុងហ្នឹងទៅយើងដាក់ចំណីទៅដើម្បីឲ្យអាដែលចេញមកហ្នឹងគឺវាអាចបានផឹកទឹកអញ្ចឹងណាបងប្អូនចាហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងបើបងប្អូនចាប់អារម្មណ៍ចិញ្ចឹមតាមអាចធ្វើបានចាអរគុណ